នៅក្នុងលោកយើងនេះមនុស្សម្នាក់សុទ្ធតែមានភាពមមាញឹកនឹងជីវិតរៀងខ្លួនយើងចំណាយពេលរាប់ម៉ោងជាមួយនឹងការប្រើប្រាស់ទូរស័ព្ទរវល់នឹងការងារនិងពិភពខាងក្រៅរហូតដល់ភ្លេចខ្លួនថាមានមនុស្សម្នាក់កំពុងអង្គុយរង់ចាំមើលមុខយើងនិងចង់និយាយជាមួយយើងនៅក្បែរបង្កើងពេលខ្លះយើងមើលរំលងការយកចិត្តទុកដាក់ដ៏សាមញ្ញបំផុតសូម្បីតែបាយមួយចានដែលគាត់ដួសមកឲ្យឬពាក្យសួរនាំដោយក្តីបារម្ភក៏យើងចាត់ទុកថាជារឿងរំខានហើយដើរចេញទៅដោយមិនខ្វល់ពីទឹកមុខដែលពោពេញដោយភាពឯកោរបស់គាត់ឡើយប៉ុន្តែនៅពេលដែលយើងមានពេលឈប់សម្រាកបន្តិចហើយបានសម្លឹងមើលទៅកាន់អតីតកាលទើបយើងដឹងថាមនុស្សដែលយើងធ្លាប់មើលរំលងម្នាក់នេះហើយដែលធ្លាប់ថ្នាក់ថ្នមយើងតាំងពីបាតជើងក្រហមរងាលរហូតដល់យើងមានថ្ងៃនេះតើមានរូបភាពប៉ុន្មានសន្លឹកទៀតដែលយើងត្រូវស្ដាយក្រោយប្រសិនបើយើងនៅតែបន្តប្រងើយកន្តើយបែបនេះកុំរងចាំដល់ថ្ងៃស្អែកទើបបង្ហាញក្តីស្រឡាញ់ការជោគជ័យដ៏ពិតប្រាកដមិនមែននៅលើអេក្រង់ទូរស័ព្ទឬមាសប្រាក់នោះទេតែវាគឺជាស្នាមញញឹមរបស់បុគ្គលដែលនៅក្នុងផ្ទះនោះគឺអ្នកមានគុណរបស់អ្នកចូលផ្ដល់តម្លៃនិងក្តីស្រឡាញ់ដល់អ្នកមានគុណខណៈពេលដែលលោកទាំងពីរនៅមានដង្ហើមនៅឡើយការដឹងគុណនិងគុណធម៌ចំពោះគ្រួសារគឺជាគ្រឹះដ៏សំខាន់បំផុតនៃសិលធម៌រស់នៅជាពិសេសនៅក្នុងសង្គមខ្មែរយើងវាគឺជាការចងចាំនិងការទទួលស្គាល់នៅរាល់សេចក្តីល្អការលះបង់និងការចិញ្ចឹមបីបាច់ថែរក្សាដែលយើងទទួលបានពីឪពុកម្ដាយនិងសាច់ញាតិសរុបមកការដឹងគុណនិងគុណធម៌ចំពោះគ្រួសារមិនមែនជាការសងបំណុលនោះទេប៉ុន្តែវាគឺជាការបង្ហាញនៅក្តីស្រឡាញ់ដែលខ្ពង់ខ្ពស់បំផុតវាគឺជាពន្លឺដែលនាំផ្លូវជីវិតឲ្យជួបតែសេចក្តីចម្រើននិងជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ